ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះខឹមសានសសាថ្ងៃនេះខ្ញុំសូមមកធ្វើវីដេអូប្រព័ន្ធជាមួយនឹង Pancake Management ដែល config ពី Apache ដើម្បីឲ្យវាស្គាល់គ្នាជាមួយនឹង PHP ដើម្បីយើងបង្កើតបានជា web មួយអញ្ចឹងជាដំបូងខ្ញុំត្រូវ sudo vim ទៅកាន់ Apache នោះគឺដើម្បីបង្កើតទៅជា student config មួយឥឡូវខ្ញុំបានបង្កើតរួចហើយឥឡូវពីបន្ទាប់ពីខ្ញុំបានបង្កើតទៅលើstudent config រួចហើយខ្ញុំសូមចូលទៅកាន់ទៅលើ sudo ap site student config not found ឥឡូវសូមឲ្យ command សាថ្មីខ្ញុំคลิกen តមកទៅលើ system របស់ខ្ញុំគឺវា reload ហើយចុះខ្ញុំសូម restart មួយទៀតខ្ញុំសូមទៅវាយ command ទៀតគឺនេះគឺទៅលើ reload វាសិន reload ទៅលើ system ហើយបន្តទៀតខ្ញុំសូម restart ទៅលើ system restart ទៅលើ system Apache 2ហើយបន្ទាប់ទៀតសូមវាយទៅលើ command sudo Apache 2 ctl config test តមានថាចឹងទៅលើ syntax វាគឺចេញ OK ហើយតទៅពីវាចេញ syntax OK យើងត្រូវ cd ចូលទៅកាន់ var របស់យើង var www html ដោយសារខ្ញុំវាយខំត្រង់ var នេះត្រូវដាក់ slash ពីមុខមួយទៀតទៅមកទៅវាចូលទៅដល់ក្នុង file html ហើយលើបន្ទាប់មកចូលហើយខ្ញុំសូម ls វាមើលសិនក្នុងនេះអត់ទាន់មាន file php ទេអញ្ចឹងតមកខ្ញុំ vim student.php ឥឡូវមកហើយអញ្ចឹងសូមកកូដរបស់ខ្ញុំចូលនេះវាជាកូដរបស់ខ្ញុំតមកចឹងបាន save វាហើយឥឡូវខ្ញុំទៅបើក status ទៅលើ sudo ctl status Apache 2ចឹងវារានហើយតបពីរានហើយឥឡូវខ្ញុំសូមវា host នៅវាមួយ snake.i ឥឡូវ 192.168.0.1 អញ្ចឹងយើងទៅ search នៅក្នុង web អញ្ចឹងសូមវាយនឹង IP 2.8.0.1 ហើយនេះពីឈ្មោះវាគឺ student.config វាបានចូលមកដល់ទម្រង់ web របស់យើងហើយប៉ុន្តែដោយសារខ្ញុំវាយទៅយកខុសហើយគឺជា PHP អញ្ចឹងវាចូលមកទម្រង់ដោយ form student របស់យើងហើយហើយខ្ញុំសូមវាយឈ្មោះសាក់ខ្ញុំ save អញ្ចឹងវានឹងចូលមកទម្រង់ student name ជាឈ្មោះដែលយើងបាន save មិញអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេក៏សូមអរគុណលោកគ្រូដែលបានទស្សនាវីដេអូនេះ